បាទការដែលវិវាទព្រំដែនកម្ពុជាថៃនៅក្នុងឆ្នាំ2021នេះហាក់ត្រូវបានគេមើលរំលងរហូតដល់ថ្នាក់ធ្វើឲ្យលោកស្រីឡាសូរដ្ឋមន្ត្រីការបរទេសរបស់ហ្វីលីពីននឹងបង្ហាញការខកចិត្តនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានគឺមកអំពីកត្តារួមផ្សំនៃភូមិសាស្ត្រនយោបាយសកលនិងរូបភាពអវិជ្ជមាននៃប្រទេសចំនួនផ្ទាល់ជាពិសេសកម្ពុជាមូលហេតុចម្បងដែលទាញយកការចាប់អារម្មណ៍ពីសំណាក់អ្នកសិក្សាព័ត៌មានអន្តរជាតិទាំងស្រុងនោះគឺចំនួននៅសមុទ្រចិនខាងត្បូងនៅដំណើរការនៃការចរចាក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងដែលត្រូវបានគេចាត់ទុកថាជាចំណុចក្តៅនៃសមរភូមិមហាអំណាចរវាងសហរដ្ឋអាមេរិកនិងចិនស្របពេលជាមួយគ្នានេះដែរវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ានិងកម្រិតដូចផ្ដើមថ្មីរបស់ហ្វីលីពីនក្នុងការដោះស្រាយបញ្ហានេះក៏បានคล้ายជាបេសកកម្មអតិភិបដែលអាស៊ានត្រូវបង្ហាញពិភពលោកដើម្បីរក្សាមុខមាត់និងសាមគ្គីភាពរបស់ខ្លួនដែលជាកត្តាទាំងនេះហើយដែលធ្វើឲ្យបញ្ហាព្រំដែនគោកកម្ពុជាថៃคล้ายជាបញ្ហាបន្ទាប់បន្សំសម្រាប់របៀបវរៈព័ត៌មានសកលលើពីបញ្ហាតំបន់កេរ្តិ៍ឈ្មោះអាសោយរបស់កម្ពុជាលើឆាកអន្តរជាតិក៏ជាមេធាងដ៏សំខាន់ដែលធ្វើឲ្យសម្លេងតវ៉ារបស់កម្ពុជាមិនសូវមានទម្ងន់កម្ពុជាត្រូវបានពិភពលោកស្គាល់ថាជាប្រទេសដែលមានបញ្ហារ៉ាំរ៉ៃលើការគោរពសិទ្ធិមនុស្សនិងការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យដែលចំណុចនេះបានបង្កើតជាមានភាពស្រពិចស្រពិលសម្រាប់អ្នកកាសែតអន្តរជាតិនៅក្នុងការរាយការណ៍ព័ត៌មានដែលផ្ដល់ភាពយុត្តិធម៌ដល់កម្ពុជាបន្ថែមលើនេះប្រវត្តិនៃការរដ្ឋបတ်សេរីភាពសារព័ត៌មាននិងការដេញអ្នកសារព័ត៌មានអន្តរជាតិចេញពីប្រទេសបានបង្កើតជារបាំងរវាងរដ្ឋាភិបាលនិងស្ថាប័នព័ត៌មានធំជាហេតុធ្វើឲ្យគេមិនសូវយកចិត្តទុកដាក់ចុះផ្សាយពីផលប៉ះពាល់ដែលកម្ពុជាកំពុងរងគ្រោះដោយសារតែការឈ្លានពានរបស់ថៃនៅក្នុងពេលជាមួយគ្នានេះដែរកម្ពុជាក៏កំពុងតែរងការរិះគន់យ៉ាងចាស់ដៃជំវិញការคล้ายជាមជ្ឈមណ្ឌលនៃអក្រិតកម្មអនឡាញនិងការជួញដូរមនុស្សដែលកត្តាវិជ្ជមានទាំងនេះបានធ្វើឲ្យដើមទុននយោបាយឬកេរ្តិ៍ឈ្មោះរបស់កម្ពុជាចុះខ្សោយយ៉ាងខ្លាំងរហូតធ្វើឲ្យសារគមន៍រដ្ឋជាតិមានការរារែកនៅក្នុងការបង្ហាញការណិតអាសូរឬការគ្រប់គ្រងដល់អធិបតេយ្យភាពរបស់កម្ពុជាអ្វីដែលកាន់តែស្មុគស្មាញជាងនេះគឺចរិតលក្ខណៈនៃការធ្វើការទូតរបស់មេដឹកនាំកម្ពុជាដែលអន្តរជាតិទីច្រើនតែងតែវាតម្លៃថាជាអ្នកនយោបាយពូកែឆ្លៀតឱកាសឬមានចរិតឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយតាមរយៈការផ្លាស់ប្ដូរចំហដើម្បីរស់រាននៃអំណាចផ្ទាល់ខ្លួនអេរីយ៉ាបតបែបនេះធ្វើឲ្យបណ្ដាប្រទេសមហាអំណាចនិងអ្នកសង្កេតការណ៍នយោបាយមានការសង្ស័យថាវិវាទព្រំដែនដែលកើតឡើងអាចគ្រាន់តែជាល្បែងនយោបាយដើម្បីដាស់ស្មារតីជាតិនិយមនៅក្នុងស្រុកជាជាងចំនួនទឹកដីពិតប្រាកដទោះបីជាតួលេខនៃអ្នកស្លាប់និងជនភៀសខ្សឹកមានចំនួនច្រើនគួរឲ្យរន្ធត់ក៏ដោយបើលើពីនេះភាពទុញទ្រាន់និងចំនួនដែលរបស់កម្ពុជាជាមួយថៃដែលធ្លាប់កើតមានតាំងពីអតីតកាលក៏បានធ្វើឲ្យអ្នកសារព័ត៌មានយល់ថាវាមិនមែនជាព័ត៌មានថ្មីប្លែកស្របពេលដែលថៃមានឥទ្ធិពលសេដ្ឋកិច្ចខ្លាំងនិងមានបណ្ដាញទំនាក់ទំនងសាធារណៈល្អជាងកម្ពុជាហាក់នៅឯកោនៅក្នុងសមរភូមិព័ត៌មានដែលជាហេតុធ្វើឲ្យការឈ្លានពាននិងការរំលោភច្បាប់មនុស្សធម៌ដែលខ្លួនកម្ពុជាជួបប្រទះដោយសារការឈ្លានពានរបស់ថៃនឹងមិនបានពិភពលោកយកចិត្តទុកដាក់ឲ្យបានសមស្របតាមទំហំនៃមហន្តរាយដែលបានកើតឡើងពិតប្រាកដនោះទេជាហេតុធ្វើឲ្យការចាប់អារម្មណ៍ជុំវិញដំណោះស្រាយកម្ពុជាថៃនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានហ្នឹងមិនសូវត្រូវបានយកចិត្តទុកដាក់ពីសំណាក់សារព័ត៌មានតំបន់និងអន្តរជាតិបាទ